កន្លែងនេះបងប្អូនគឺកន្លែងអតេភ្លើងខ្ញុំចូលថតនឹងគឺនាំគ្នាចាំមើលអតេភ្លើងដែលគេជីឆ្លងលើស្ពានហើយខ្ញុំថៅដាក់ឈ្មោះឲ្យថាស្ពានលើអតេភ្លើងលើអាកាសបងប្អូនវានៅលើស្ពានខាងលើហើយយើងនៅខាងក្រោមហើយគេមានគំនូរមានអីស្អាតមែនទែនវាគូប្លែកក៏យើងអត់ដែលឃើញតែឃើញលើកទី1អញ្ចឹងហើយកន្លែងហ្នឹងគឺកន្លែងស្ពានអតេភ្លើងចាំខ្ញុំនិយាយពីអាកន្លែងអតេភ្លើងនឹងឲ្យទៀតបងប្អូនហើយពេលនេះវិញគឺជាពេលអតេភ្លើងដែលគេមកដល់កន្លែងចំណតគេហើយខ្ញុំនាំគ្នាថតមើលពួយឃើញមនុស្សអូអែហ្នឹងគឺនៅគ្នាចាំថតមើលអតេភ្លើងហ្នឹងទេបើខ្ញុំហៅថាអតេភ្លើងលើអាកាសនេះបងប្អូនមើលទៅអតេភ្លើងហ្នឹងគឺគេចូលក្នុងស្ថានភាពហ្នឹងអត់ដឹងស្ថានភាពឬក៏អីខ្ញុំហៅចំណតទៅចោះខ្ញុំអត់ដឹងតែកន្លែងហ្នឹងគេហៅអីទេព្រោះខ្ញុំអត់ចេះមើលដែរនិយាយលេងណាព្រោះខ្ញុំអត់ដឹងមែនតែគេហៅអីខ្ញុំហៅចំណតទៅដូចយើងខ្លាញ់រ៉ាអតេភ្លើងយើងអញ្ចឹងណាបងប្អូនអានេះគឺគេជីចូលក្នុងរ៉ាគេហើយតបមកហ្នឹងគឺមានអតិភ្លើងមួយទៀតគេចាំត្រៀមចេញចូលដូចថាយើងដូរគ្នាគេដូរគ្នាមានចេញមានចូលអញ្ចឹងហើយខ្ញុំក៏បានជីដែរបានសាក់បងជីដឹងគេដែរលើកទី1ដែលយើងបានជីលើអាកាសអញ្ចឹងស្វៀនលើអាកាសដូចស្វៀនអីនៅខ្មែរយើងដែរតែស្វៀនយើងបើកឡានបើកអីតែខ្ញុំដាក់រហ័សសញ្ញាថាអតិភ្លើងលើអាកាសអានេះគឺជាពេលដែលគេជីទៅវិញមានទៅមានមកមានច្រើនណាស់មានទាំងទៅមានទាំងមកអញ្ចឹងបងប្អូនហើយខ្ញុំបានជីនឹងគេដែរបានស្គាល់រសជាតិអតិភ្លើងលើអាកាសនឹងគេដែរហ្នឹងណាបងប្អូននិយាយលេងទៅណាបងប្អូនមកសិនជាកន្លែងណាដែលខ្ញុំនិយាយខលលូអីសូមអភ័យទោសផងណាបងប្អូនសូមកុំបង្កែបើកាន់ណាហើយនេះអាចជីដែលខ្ញុំពេលដែលខ្ញុំនាំគ្នាឡើងទៅជីអតិភ្លើងលើអាកាសហ្នឹងបងប្អូនមុនដំបូងខ្ញុំថាខ្ញុំមិនទៅជីឆ្ងាយមិនជីឆ្ងាយប្រហែលទេជីមកល្មមទេមកគូសំជីបន្តិចតួចតែឲ្យយើងស្គាល់ជាតិចឹងអរគុណបងប្អូនបាយបាយ